រូបភាពផ្កាយរណបថ្មីបង្ហាញថាផ្ទះព្រៃឈើរបស់លោក Vladimir Putin នៅ Valgey ឥឡូវនេះបានក្លាយជាបន្ទាយដ៏ធំមួយដើម្បីទទួលបានវីដេអូថ្មីមុនគេសូមបងប្អូនកុំភ្លេចជួយចុច Share Follow ឬចុច Subscribe ម្នាក់មួយផងអ្នកជំនាញបានរកឃើញថាតំបន់នេះត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាសចំនួន25ពីផ្សេងគ្នាអាវុធទាំងនេះត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនិងមីស៊ីលមុនពេលពួកវាអាចទៅដល់ផ្ទះដើម្បីធ្វើឲ្យការការពារដំណើរការបានល្អប្រសើរយោធារុស្ស៊ីបានសាងសង់ប៉មដែកខ្ពស់ចំនួន25មួយពួកគេបានដាក់ប្រព័ន្ធមីស៊ីល Pantsir មួយនៅលើកំពូលប៉មទាំងនេះដើម្បីឲ្យពួកគេអាចមើលឃើញពីលើដើមឈើនិងវាយប្រហារគោលដៅហោះទាបក៏មានប្រព័ន្ធស្បួនរយធំជាងសម្រាប់វាយប្រហារការគំរាមកំហែងដែលនៅឆ្ងាយជាងនេះទៅទៀតការសាងសង់ការការពារទាំងនេះបានដំណើរការយ៉ាងលឿននៅពាក់កណ្ដាលខែមីនាឆ្នាំ2025តែមួយប៉មថ្មីចំនួន7ត្រូវបានសាងសង់ក្នុងពេលតែមួយរឿងនេះបានកើតឡើងភ្លាមបន្ទាប់ពីរុស្ស៊ីអះអាងថាបានបញ្ឈប់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ក្បែរនោះផ្ទះ Valgey គឺមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះវាជាកន្លែងដែលក្រុមគ្រួសាររបស់លោក Putin ត្រូវបានគេរាយការណ៍ថារស់នៅវាថែមទាំងមានស្ថានីយរថភ្លើងសម្ងាត់និងការិយាល័យដែលមើលទៅដូចស្ថានីយនៅវិមានក្រឹមឡាំងតាមរយៈការហ៊ុមព័ទ្ធផ្ទះដោយរង្វង់មូលពីរនៃឧបករណ៍បាញ់មីស៊ីលរដ្ឋាភិបាលកំពុងព្យាយាមបង្កើតតំបន់ហាមឃាត់ការហោះហើរគឺដើម្បីការពារប្រធានាធិបតីនិងក្រុមគ្រួសាររបស់គាត់ឲ្យមានសុវត្ថិភាពពីសង្គ្រាមដែលកំពុងបន្តសូមបងប្អូនជួយចុច Like Share និងចុច Follow ឬ Subscribe ម្នាក់មួយផង